រដូវកាលសម្បូរកំពឹសជាមួយនឹងកូនត្រីអញ្ចឹងណាបងប្អូនកុំភ្លេចធ្វើជាមួយនឹងកប់កូនត្រីស្លឹកអំពើញ៉ាំម្ដងទៅនិយាយទៅគឺថាម្ហូបហ្នឹងគឺម្ហូបខ្មែរយើងសុទ្ធសាធហ្មងទីធ្វើហ្នឹងគឺថាអត់ពិបាកទេតែបើនិយាយពីរសជាតិវិញគឺដឹងតែឆ្ងាញ់ពិសេសប្លែកមាត់ហ្មងចំពោះគ្រឿងផ្សំដែលយើងយកមកប្រើហ្នឹងយើងមានជាកំពឹសហើយនឹងកូនត្រីក្រើមបន្ទាប់មកយើងមានជាស្លឹកម្រះព្រៅស្លឹកអំពិលម្ទេសខ្ទឹមសស្លឹកក្រូចសើចហើយនឹងផ្សិតចំពោះគ្រឿងដែលយើងយកមកប្រើហ្នឹងមានជាប្រហុកគ្រឿងបុកទឹកត្រីម្សៅរ៉ូឌីស្ករសហើយនឹងប៊ីចេចំពោះកំពឹសហើយនឹងកូនត្រីដែលខ្ញុំយកមកប្រើហ្នឹងគឺមានចំនួន1ខាំកន្លះដូចគ្នាហើយចំពោះកូនត្រីហ្នឹងគឺកូនត្រីក្រិមអាហ្នឹងយើងមិនបាច់ចាំយកវាទៅធ្វើទេគឺយើងដាក់វាទាំងក្បាលអញ្ចឹងមកហើយបន្ទាប់មកយើងមកហាន់ជាមួយបន្លែទាំងប្រមាណមុខរបស់យើងហ្នឹងជាដំបូងគឺខ្ញុំហាន់ជាមួយនឹងផ្សិតច្បាំងឬក៏បងប្អូនអាចប្រើជាផ្សិតសផ្សិតខ្មៅអីជំនួសក៏បានដែរណាយើងហាន់វាឲ្យបានល្អិតៗអញ្ចឹងមកហើយបន្ទាប់មកគឺស្លឹកម្រះព្រៅហ្នឹងដាក់កាន់តែច្រើនកាន់តែឈ្ងុយយើងហាន់វាឲ្យបានល្អិតៗដូចជាមួយនឹងផ្សិតដែរហើយចំពោះស្លឹកអំពិលហ្នឹងគឺខ្ញុំដាក់វាចំនួន1ខាំកន្លះយើងហាន់វាឲ្យបានល្អិតៗតូចៗអញ្ចឹងមកបានវាចេញជាតិជូរល្អឬក៏បងប្អូនអត់ចង់ប្រើជាស្លឹកអំពិលទេអាចប្រើជាផ្លែកាសាំងជំនួសក៏បានដែរហើយចំពោះស្លឹកក្រូចសើចហ្នឹងយើងដាក់3 4ស្លឹកមកហើយហាន់វាជាតសៃឆ្មាអញ្ចឹងមកដើម្បីយើងងាយស្រួលញ៉ាំហើយចំពោះម្ទេសនេះបងប្អូនដាក់ក៏បានអត់ក៏បានដែរបន្ទាប់ពីហាន់ម្ទេសរួចរាល់ហើយយើងមកដាក់ត្បាល់ដើម្បីបុកគ្រឿងម្ដងចំពោះគ្រឿងនេះគឺខ្ញុំទិញគេស្រាប់អញ្ចឹងហើយខ្ញុំយកវាមកថែមជាមួយនឹងខ្ទឹមស3 4កំពឹសហើយនឹងរំដេងបន្តិចដែរដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយព្រោះថាយើងទិញគេនៅផ្សារគឺគេអត់សូវដាក់ទេខ្ទឹមសហើយនឹងម្ដេងហ្នឹងណាបន្ទាប់ពីបុកវាបានម៉ត់ល្អហើយយើងមកច្រាំជាមួយនឹងប្រហុកចំពោះប្រហុកហ្នឹងយើងយកវាទៅលាងពី3ទឹកសិនមកហើយយើងដាក់ឲ្យវារាងចាស់បន្តិចមកបានឆ្ងាញ់បងប្អូនចំពោះកប់ហ្នឹងបើដាក់ប្រហុករាងស្ទើរគឺអត់សូវឆ្ងាញ់ទេណាចាប់បន្ទាប់ពីធ្វើគ្រឿងរួចរាល់ហើយយើងចាប់ផ្ដើមមកលាយម្ដងយើងដាក់កំពឹសកូនត្រីស្លឹកអំពិលស្លឹកម្រះព្រៅចូលក្នុងចានធំមួយមកដើម្បីយើងច្បល់ប៉ុន្តែនេះដោយសារចានរាងតូចអញ្ចឹងហើយខ្ញុំបដូរមកដាក់ចានធំហ្មងដើម្បីយើងងាយស្រួលបន្ទាប់មកយើងដាក់ជាមួយនឹងផ្សិតគ្រឿងបុករបស់យើងនឹងប្រហុកហើយនឹងស្លឹកក្រូចសើចម្ទេសហើយយើងចាប់ផ្ដើមផ្សំគ្រឿងហើយចំពោះទឹកត្រីនឹងគឺដាក់តែ1ស្លាបព្រាបាយទេម្សៅរ៉ូឌីនឹងដាក់2ស្លាបព្រាកាហ្វេប៊ីចេង2ស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាបាយហើយម្ទេសនេះគឺខ្ញុំដាក់ថែមទៀតឃើញឡូវីស្ទ័រខលអញ្ចឹងទៅយើងអាចញ៉ាំម្ទេសនឹងបានអញ្ចឹងណាបន្ទាប់មកយើងចាប់ផ្ដើមច្បល់គ្រឿងទាំងប្រមាណហ្នឹងឲ្យវាចូលជាតិមកចំពោះការច្បល់ហ្នឹងប្រើពេលរៀងយូរបន្តិចប្រហែលជា6ទៅ7នាទីតើឃើញវារៀងចូលជាតិស្អិតអញ្ចឹងមកចាំយើងយកវាមកខ្ចប់ចំពោះការខ្ចប់ហ្នឹងគឺខ្ញុំប្រើជាស្លឹកចេកហើយខ្ញុំតវា2ជាន់អញ្ចឹងដើម្បីយើងខ្ចប់បានរាងធំអញ្ចឹងណាហើយចំពោះសាច់កប់របស់យើងហ្នឹងបងប្អូនកុំដាក់ក្រាស់ពេកដាក់រាងស្ដើងល្មមអញ្ចឹងហើយបានយើងអាំងទៅគឺវាឆាប់ឆ្អិនយើងត្រៀបវាឲ្យកម្រាស់វាស្មើគ្នាល្អហើយយើងចាប់ផ្ដើមខ្ចប់មកយើងបត់ស្លឹកចេកមកខាងហើយបត់មកខាងទៀតចូលមកបន្ទាប់មកចាំយើងខ្ទាស់វាជាមួយនឹងកន្លះដូងឬក៏បងប្អូនអាចចងជាខ្សែអីក៏បានដែរឲ្យតែវាជាប់អញ្ចឹងណាចាប់បន្ទាប់ពីយើងខ្ចប់រួចរាល់ហើយគឺយើងយកទៅអាំងបានហើយចំពោះកប់របស់ខ្ញុំហ្នឹងខ្ញុំប្រើកំពឹស1ខាំកន្លះហើយកូនត្រី1ខាំកន្លះគឺអាចខ្ចប់បានចំនួន2កញ្ចប់បងប្អូនអញ្ចឹងហើយវានៅសល់1កញ្ចប់ទៀតគឺខ្ញុំទុកក្នុងទូទឹកកកសិនចាំពេលណាយើងចង់ញ៉ាំចាំយកមកអាំងមកហើយចំពោះការអាំងហ្នឹងខ្ញុំអាំងនៅក្នុង microwave អាខាងដែលយើងបត់ស្លឹកឡើងលើហ្នឹងគឺខ្ញុំអាំងចំនួន12នាទីហើយខាងផ្នែកបាតខាងក្រោមហ្នឹងស្លឹកចេករាងស្ដើងអញ្ចឹងហើយយើងអាំង10នាទីចាប់បន្ទាប់ពី22នាទីគឺខ្ញុំមកបើកវាដើម្បីញ៉ាំហើយគឺថាឆ្អិនមកល្មមហ្មងបងប្អូនហើយចំពោះកប់កូនត្រីស្លឹកអំពិលរបស់យើងហ្នឹងបងប្អូនចង់ញ៉ាំទទេក៏បានឬក៏ញ៉ាំជាមួយបន្លែក៏បានដែរចំពោះបន្លែហ្នឹងគឺយើងញ៉ាំដូចបន្លែយើងផ្ទាប់ជាមួយប្រហុកអញ្ចឹងហើយសម្រាប់រសជាតិគឺដឹងតែបងប្អូនញ៉ាំឲ្យប្លែកមាត់ហ្មងចាបងប្អូននេះគឺកប់កំពឹសជាមួយនឹងកូនត្រីរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាឥឡូវខ្ញុំមកភ្លក់បន្តិចចង់នឹងថារសជាតិរបស់គេយ៉ាងណាដែរអញ្ចឹងណាប៉ុន្តែនេះបងប្អូនឃើញអស់ពី3កញ្ឆតហ្នឹងដឹងស្រាប់ហើយភ្លក់ហើយគ្រាន់តែថាពេលភ្លក់នឹងអត់បានថតវីដេអូដើម្បីប្រាប់ពីរសជាតិអញ្ចឹងណាហើយឥឡូវខ្ញុំមកជាក់ប្រាប់មកនេះចង់និយាយថាមកត្រូវជាតិហ្មងបងប្អូនជូរប្រៃផ្អែមហើយឡើងឈ្ងុយមែនតើឈ្ងុយនេះស្លឹកចេកដែលយើងបានខ្ចប់ជាមួយពេលដែលយើងយកទៅអាំងនិយាយថាចេះក្លិនឈ្ងុយពេញផ្ទះហ្មងហើយរសជាតិហ្នឹងយើងយករៀងដិតណាបងប្អូនដិតប្រហុកបានឆ្ងាញ់បើស្អីយើងដាក់ប្រហុកស្រាលគឺអត់ឆ្ងាញ់ទេហើយជូរហ្នឹងមកល្មមទេអាហ្នឹងបើសិនជាបងប្អូនចូលចិត្តជូរខ្លាំងអាចថែមស្លឹកអំពិលរៀងច្រើនអញ្ចឹងណាឬក៏បើសិនជាមានផ្លែកាសាំងដាក់ផ្លែកាសាំងក៏បានដែរហើយបើមានស្លឹកល្មៀតអាចហាន់ស្លឹកល្មៀតដាក់តិចក្នុងនឹងចូលទៀតកាន់តែឆ្ងាញ់ហើយសម្រាប់កប់កូនត្រីស្លឹកអំពិលហ្នឹងណាបងប្អូនចង់ញ៉ាំតទេក៏បានឬក៏ផ្ទាប់ជាមួយបន្លែក៏បានដែរលក់របៀបយើងញ៉ាំមួយប្រហុកដែរបងប្អូននិយាយមកបងប្អូនឆ្ងាញ់មែនទេម្ហូបនេះញ៉ាំក្នុងផ្ទះអត់ទៅឆ្ងាញ់ទេ
ban khổng đàm chơ ấy mà chơi không ổn cả đá việt ra không đàm chơ ấy chẳng hết ná bọc tăng bọc ấy không pre không ấy chứ đâu mà chịt mong hay rồi sầm đập dạ bên cái ăn nó cứ nhung ăn mặt hàng đập này ti nó sầm đậpในขนมไมโครเวฟจังนะอังดับในตียมปลาเติมมาข้างเตะดับในตีปันไตมาเส้นจะบอกว่าอังจากแกรนชุ่มยังเลยโลกามนั่งเตยปันไตกำดับเลื่องคลังจากการนายบอกว่าดับเลื่องคลังเป๊ะจะคลาจะสลับเจข้างแขนหนึ่งอักข้างขนมอัดจานนี้นะจะดับเลื่องมาละหมอเตยบ้านไหนในไงบางปอนจังสมัยวิธีในการเฟิร์กอบกับปืนกลไตรจมูกสลังเปิดบางย้อมมีแต่ปันนังเตะบางสันจีบางปอนมีจิมแต่หยกบ้าหรือก็มีวิธีไอเฟิร์กเซนปีย้อมไม่ไอคอมเมนต์บ้านนะจังเอาคนจานจบคลิปในวิดีโอคราว